ឥឡូវបងមានសំណួរបើសិនជាណៃឆ្លើយទៅបងនឹងឲ្យទៅដល់កូនណៃញ៉ាំសួរពាក់ព័ន្ធទៅនឹងទឹកដោះគោធ្លាប់ញ៉ាំទឹកដោះគោពីមុនមកសំណួរទី1បងសួរថាតើទឹកដោះគោផលិតពីអីផលិតពីគោទឹកដោះគោផលិតពីទឹកដោះបោកគោបងដោះគោច្បាស់អត់ណាត្រឹមត្រូវហើយត្រូវមួយបានមួយឥឡូវមកសួរសំណួរទី2ទឹកដោះគោនេះផលិតពីគោញីឬគោឈ្មោលគោញី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 ឆ្លាតមែនតើត្រូវបានមួយទៀតសំណួរចុងក្រោយពិបាកឆ្លើយមែនតើត្រៀមចិត្តត្រៀមកាយនៅហើយគោញីនិងគោឈ្មោលជាសត្វអីហ៎សត្វគោបងសួរមួយទៀតសត្វគោមានជើងម៉េចជើងជុំឆ្លាតមែនដល់គោនឹងល្អសម្រាប់បងប្អូនឯងក្មេងៗអញ្ចឹងគឺចាប់ដួលកពស់បងនិយាយលេងសំដៅមានជាតិកាល់ស្យូមច្រើនសម្រាប់អ្នកលេងកីឡាឬមួយក៏ពួកឯងនៅក្មេងៗក៏អាចញ៉ាំបានដែរជំនួយដល់ឆ្អឹងកាន់តែរឹងមាំជាងមុនទៀតអូខេអរគុណច្រើនអរគុណ